វីដេអូនេះសូមផ្ញើទៅម្ចាស់ដើមថ្នោតជាពិសេសព្រោះខ្ញុំបានទៅរើសផ្លែថ្នោតហើយនឹងទៅកាប់ធាងថ្នោតបានផ្លែថ្នោតនឹង2ផ្លែហើយនឹងធាងថ្នោតនឹង2ធាងអញ្ចឹងហើយបើសិនជាម្ចាស់ដើមថ្នោតឃើញវីដេអូនេះអីកុំបកកាយបកានអីខ្ញុំសូមតាមរយៈវីដេអូនេះផងដោយសារតែរើម្ចាស់អត់ឃើញអញ្ចឹងណាបងកុំបកានអីហើយថ្ងៃនេះផងដែរទៅរើសផ្លែថ្នោតនេះហើយនឹងកាប់ស្លឹកថ្នោតនេះមកដើម្បីវិចនំថ្នោតហើយនំថ្នោតអង្គរបស់យើងវាខុសពីនំថ្នោតម្សៅវាមានលក្ខណៈពិសេសរៀងៗខ្លួនណានំមួយបើថានំថ្នោតម្សៅយើងប្រើអង្គខ្សាយយកមកត្រាំទឹកដូចគ្នាអញ្ចឹងឯងអង្គខ្សាយយកមកត្រាំទឹកដូចគ្នានឹងឯងបន្ទាប់មកបាន2ម៉ោងអង្គរៀងផុយយើងយកទៅកិនហើយលាយថ្នោតលាយអីតាមដំណើរសំណុំរឿងរបស់វាយើងយកមកខ្ចប់ក៏បានយកមកចៀនដូចខ្ញុំវីដេអូមុននោះក៏បានដែរហើយចំពោះនំថ្នោតអង្គនេះផងដែរយើងជ្រើសរើសយកអង្គតំណើបដែលសុទ្ធបំផុតបានឆ្ងាញ់ហើយយើងយកមកត្រាំយកអីអញ្ចឹងមកត្រាំហើយយើងលាងទឹកដាក់កញ្ច្រែងអីនឹងស្រស់ទឹកមកអាសាច់ថ្នោតដែលយើងបានដុសបានហ្នឹងយើងយកមកដល់ច្បល់ជាមួយអង្គឆាវាឲ្យវារៀងស្ងួតអញ្ចឹងទៅវាលះក្នុងការវិចវាស្រួលក្នុងការវិចហើយណាមួយស្ងោរវាឆាប់ឆ្អិនអីអញ្ចឹងណាបងហើយបន្ទាប់មកទៀតយើងបេះដូងកោសដូងកោឲ្យដាក់អញ្ចឹងទៅមានគ្រឿងច្រើនជាងហ្នឹងដាក់ទៅយើងអាចលួចអំបិលអីបន្តិចទៅនិយាយរួមគ្រប់បង្អែមទាំងអស់ត្រូវតែមានអំបិលនៅក្នុងហ្នឹងបានរសជាតិមុតគេហៅថាផ្អែមមុតផ្អែមឆ្ងាញ់អីចឹងណាវាបន្ថែមរសជាតិឲ្យបើមិនជាយើងធ្វើបង្អែមអត់មានលួចអំបិលអីតិចតួចវាអត់មុតវាផ្អែមអត់មុតវាអត់ជាប់ចិត្តនិយាយចេះតែវាឆាប់ចប់ចឹងហើយដំណើរការនៃការធ្វើមានប៉ុណ្ណឹងបន្ទាប់មកយើងខ្ចប់មកនាំគ្នាអង្គុយខ្ចប់បដើនិយាយដើមគេបដើអញ្ចឹងណាហ្នឹងសบายដែរពេលយើងវិចនំអញ្ចឹងទៅមានចាស់អីចឹងទៅវិចជុំគ្នាអញ្ចឹងមកយើងនិយាយរឿងអីផ្សេងទៅគាត់និយាយរៀបរាប់ពីកូនចៅរបស់គាត់បដើអីវិចបដើអញ្ចឹងភ្លេចខ្លួននំយើងហើយយើងមានធ្វើអីទៀតអ្នកលាងឆ្នាំងអ្នកបកាត់ភ្លើងធ្វើតាមទូនីតិរបស់ខ្លួនឯងមកកាត់ភ្លើងលាងឆ្នាំងដាក់ទឹកដាំឲ្យរៀងពុះហើយយើងបង់នំចូលយើងរងចាំការឆ្អិនរបស់វាបងអង្គយើងសុទ្ធយើងចំណាយពេលស្ងោរក៏លឿនដែរព្រោះអង្គយើងឆាមកតង់ហើយឆាមួយថ្នោតមួយដូងដូចបងបានឃើញពីដើមវីដេអូហ្នឹងឆារៀងឆ្អិនហើយអញ្ចឹងហើយយើងដាំទឹកទៅពុះស្ងោរមិនបានថាទង់ថា2ម៉ោង1ម៉ោង2ម៉ោងគឺឆ្អិនហ្មងស៊ីផុយហ្មងហើយណាមួយនំថ្នោតយើងវិចរៀងតូចជាងនំអន្សមព្រោះនំអន្សមជ្រូកយើងអត់បានឆាអង្គហើយវាធំណាវាម៉ាប់អញ្ចឹងហើយប្រើ